ទីផ្សារនៅស្រុកចិនខ្ញុំរៀនលោកបានតែប៉ុណ្្នឹងទេលោកយាលោកគឺជាអ្នកមានគុណខ្ញុំបើមិនដោយសារលោកទេខ្ញុំប្រហែលជាមិនអាចរួចផុតពីភាពក្រីក្រនៅប្រទេសអាមេរិកបានទេពេលដែលលោករស់ស៊ីនៅអាមេរិកនោះគឺរីកចម្រើនខ្លាំងណាស់ចុះហេតុអីក៏លោកសម្រេចចិត្តដកថយទៅវិញរឿងកន្លងហួសមិនចាំបាច់រំលឹកទេឬថាកូនខ្ញុំកំពុងពិភាក្សាការសហការជាមួយស្ថានភាពអន្តរជាតិបាទត្រូវការមើលថែគេបន្ថែមទៀតទេមិនបាច់ទេកុំដោយសារមូលហេតុខ្ញុំក៏បង្ខំសហការជាមួយនឹងគេអីខ្ញុំយល់ហើយខ្ញុំនឹងធ្វើតាមបញ្ជារបស់លោកលោកប្រធានចុងជួបមិត្តចាស់ថ្ងៃនេះលោកក៏មកដែរយកសៀវហ៊ូអាយ៉ាមិនត្រូវទេហៅថាប្រធានហ៊ូបើកឡានទំនើបបែបនេះប្រកាសជាអ្នកមានកម្ពូលហើយឡានរបស់លោកមើលទៅទំនើបដល់ហើយប្រធានចុងច្បាស់ណាស់ហើយជួយប្រធានចុងផាងសៀវលីងខានជួបគ្នាយូរឆ្នាំហើយនៅតែសាច់ចាំតដែលប្រធានចុងពេលនេះកំពុងមានហាញ់តាមានកម្រងអីល្អៗខ្លះក្នុងគ្រួសារវងពួកខ្ញុំហូបស៊ុបជាមួយគ្នាផងអាយ៉ាគឺគ្រួសារវ៉ាន់តើនាងរៀបការចូលផ្ទះអ្នកមានមែនទេខ្ញុំគិតថាឆ្នាំនោះយើងយល់ព្រមជាមួយនឹងយាយឈិនមិញអត់ប្រយោជន៍ម្នាក់នោះយល់ព្រមនឹងគេតោះតែផ្នែកខ្ញុំនេះខ្វាក់ហើយពួកលោកដឹងទេយាយឈិនមិញគឺមនុស្សអត់ប្រយោជន៍នោះគឺជាអ្នកដឹកជញ្ជូនណាកាលនោះខ្ញុំកំងស្រាផឹកហើយអ្នកដឹកជញ្ជូនគឺជាគេនោះរដូវរងាគេញាក់ដូចជាកូនស្វាយ៉ាងអញ្ចឹងជិះម៉ូតូទឹកមកដល់ទីនេះភ្លាមគឺល្អអស្ចារ្យមែនទេបងគឺគ្មានប្រយោជន៍មិនមែនមនុស្សនៅក្នុងឋានៈតែមួយទេរំលឹកពីគេធ្វើអីទៅព្រោះតែជាមនុស្សអត់ប្រយោជន៍ដែលចេះតែបើកឡានខ្ញុំនិយាយនឹងក៏មានអារម្មណ៍ថាខ្មាស់មាត់ដែរមានមិត្តរួមថ្នាក់បែបនេះពិតជាអាម៉ាស់មករបស់ពួកយើងណាអាយ៉ាត្រឹមតែជាមនុស្សកំសាន្តម្នាក់ប៉ុណ្ណោះក៏រំលឹកពីគេអីប្រធានចុងសន្តាគារអន្តរជាតិអភិជននេះពិតជាសន្តាគារផ្កាយ7ល្បីឈ្មោះក្នុងពិភពលោកមកនាំខ្ញុំមកហូបបាយនៅទីនេះគឺពិតជាចំណាយច្រើនហើយខ្ញុំមានទំនាក់ទំនងល្អជាមួយនឹងលោកតាប្រធានក្រុមហ៊ុនសន្តាគារនេះខ្ញុំមកញ៉ាំបាយនៅទីនេះចាំបាច់ចំណាយលុយធ្វើស្អីទៅចុងនិយាយយ៉ាងម៉េចទៅប្រធានចុងពួកយើងគឺពិតជាមានមុខមាត់ខ្លាំងណាស់ប្រធានចុងចុចសផ្លេស្អីទៅមិនឃើញពួកយើងកំពុងតែនិយាយគ្នានៅទីនេះទេប្រធានចុងអាចមកញ៉ាំបាយនៅកន្លែងបែបនេះសុទ្ធតែជាភ្ញៀវពិសេសអ្នកមានអត់រឿងមួយប្រសើរជាងមានរឿងមួយអើចុះឡានទំនើបតាពួកយើងឆាប់វេកផ្លូវភ្លាមទៅមើលរូបថ្នាក់ចាស់យាយឈិនមីងពួកលោកនៅទីនេះសោះលោកយាគឺលោកគឺនាងលោកយាខ្ញុំមិនតាន់បានអរគុណលោកឲ្យបានត្រឹមត្រូវមួយឃ្លាផងហ្នឹងបានហើយយាយឈិនមីនមនុស្សក្រីក្រដូចជាលោកមិនទៅហ៊ានតំទាមកូនស្រីខ្ញុំទៀតអញ្ចឹងមិនមែនទេខ្ញុំមានការទៅនៅទីនេះអាយ៉ាសម្ដីធំទៀតមានការងារនៅទីនេះប្រាក់ខែមួយឆ្នាំរបស់លោកក៏មិនគ្រប់គ្រាន់ញ៉ាំម្ហូបមួយពេលនៅទីនេះដែរពិតជាអួតមិនចេះមើលខ្លួនឯងពិតមែនម៉ាក់កុំនិយាយច្រើនពេកបានទេអាយឡាននេះមិនជារបស់ឯងទេខ្ញុំគឺជាអ្នកបើកបរឲ្យគេទេគ្រាន់បើអាយឥឡូវនេះខ្លាចជាអ្នកដឹកជញ្ជូនឲ្យបើករយបានទៀតនេះគឺត្រូវថតរូបប្រមាណសន្លឹកដើម្បីផុសក្នុងបណ្ដាញសង្គមទៅគឺជាឡានមិត្តភក្តិរបស់ខ្ញុំអ្នកមានស្គាល់ជាអ្នកដឹកជញ្ជូនស្គាល់មិត្តភក្តិមានមកពីណាទៅជាទៅកងឡានឈ្នួលឬក៏ដឹកមកហូបទៅអាយឆ្នាំនោះអាយគឺជាអ្នកដែលមានពិន្ទុល្អជាងគេនៅក្នុងថ្នាក់របស់ពួកយើងមិនក៏ខ្លាចតែជាអ្នកដឹកជញ្ជូនវិញអញ្ចឹងគឺជាអ្នកដឹកជញ្ជូនមានអីមកឡទៅអាយ៉ាឈប់មាត់រឹងទៀតទៅបានទេហ្នឹងយាយឈុនវិញនេះជាកម្មវិធីជួបជុំមិត្តចាស់នៅសាលារបស់ពួកយើងឯងមកអញ្ចឹងគឺចូលរួមជាមួយនឹងគេតែម្ដងទៅកម្មវិធីជួបជុំមិត្តមិនក៏គ្មានអ្នកណាផ្ដល់ដំណឹងដល់ខ្ញុំដំណឹងឲ្យលោកធ្វើស្អីថ្ងៃនេះគឺជាកម្មវិធីជួបជុំដែលមានសុទ្ធតែអភិជនតម្លៃខ្លួន10លានលោកត្រឹមតែជាអ្នកដឹកជញ្ជូនម្នាក់មកចូលរួមស្អីដែរម៉ាគាត់គឺជាអ្នកមានគុណរបស់ខ្ញុំអ្នកមានគុណស្អីទៅបើតាមខ្ញុំថាណាជាងកាំងដែររញ៉េរញ៉ៃនោះប្រកាសជាគេជាអ្នកហៅមកសឹកដាច់ឲ្យឯងមើលក៏ហៅឯងតាំងពីដើមដល់កន្ទុយមិនក៏មកតែងគិតអាក្រក់យ៉ាងនេះទៅលើអ្នកដទៃអាយម្ដងមកទ្វារទៅហើយមិនអញ្ចឹងចូលទៅអង្គុយលេងសិនទៅមិនស័ក្តិសមទេបាទថ្ងៃនេះខ្ញុំក៏គ្មានការអីដែរយើងជិនមិញសន្តាគារនេះលំដាប់អន្តរជាតិលំដាប់អភិជនផ្កាយ7នៅទៀងឈិញឯងប្រហែលជាមិនដែលមកទីដឹងហើយអាសាមកម្ដងមកកើតដែរតែថ្មីនេះមិនសូវទេមើលទៅសន្តាគារអភិជននេះត្រូវការអ្នកដឹកតិចពេកហើយមែនទេមិនមែនទេមកលើមុនគឺខ្ញុំបញ្ញាបាយដែរសិតទៅមិនរួមថ្នាក់មិនចាប់បាច់កុហកដល់ម្លឹងនោះទេពិតជាចង់បានមុខមាត់មែនហើយពួកយើងគ្រប់គ្នាគ្រាន់តែចិត្តល្អហើយលោកមកជួបនៅខាងក្រៅអ្នកណាតែដឹងថាកំតិចនំប៉័ងដែលពួកយើងជ្រុះទៅនោះគឺឯងស៊ីឆ្អែតកាពះរបស់ឯងបានពួកលោកនិយាយបែបនេះទៅចឹងខ្ញុំមិនគួរសមនោះទេបានហើយតោះទៅបន្តិចទៀតប្រមូលក្លិនក្ររបស់ឯងទុកកុំឲ្យភីដល់គេបានហើយតោះចូលទៅមកអង្គុយតាមតុចុះណាលោកប្រធានហ៊ូខ្ញុំសូមជ័យលោកមកពេញមុនលើថាលោកមានឋានៈខ្ពង់ខ្ពស់ណាស់នៅក្រុមហ៊ុនឈិញអ៊ិនមិនបាច់លើដំណើរខ្ញុំទេខ្ញុំគ្រាន់តែជាប្រធានផ្នែកប៉ុណ្ណោះចំណូលមួយឆ្នាំប្រហែលលានប៉ុណ្ណោះអ្នកធ្វើការនៅតែធ្វើការលោកប្រធានចុងទើបជាថៅកែធំទៅវិញទេវាទៅចាំអារម្មណ៍ទេខ្ញុំគ្រាន់តែខំជាងអ្នកដទៃតែប៉ុណ្ណោះមួយឆ្នាំចំណូលបាន10លានជាងនាឡិកា Rolex នេះមាន3គ្រឿងប៉ុណ្ណោះឯងណាអាយ៉មិនធម្មតាទេនាឡិកានេះនៅក្នុងលោកមានកំណត់មានតែលោកចុងទេត្រូវឲ្យលោកប្រធានហ៊ូខ្ញុំចង់វល់លើករឿងមួយកូនប្រុសរបស់ខ្ញុំជិតបញ្ចប់ឆ្នាំហើយសូម្បីតែការងារក៏រកមិនទាន់បានលោកមើលទៅជួយរៀបចំឲ្យបន្តិចមកបញ្ហាតិចតួចទេចាំខ្ញុំរៀបចំដំណែងនៅក្រុមហ៊ុនឆឹងអ៊ិនឲ្យកូនប្រុសនាងធានាថាទឹកក្រោយបានធ្វើការអាយ៉ាបែបនេះល្អពេកហើយបើបានជោគជ័យផលប្រយោជន៍ប្រកាសជាមិនខ្វះដល់លោកទេស្រាមកកាយនេះខ្ញុំសូមលើកគោរពក្រុមហ៊ុនឆឹងអ៊ិនគឺជាក្រុមហ៊ុនរបស់យាយអ៊ីមីងតាលោកក៏ចង់ចូលក្រុមហ៊ុនឆឹងអ៊ិនបែបនេះខ្ញុំរៀបចំឲ្យលោកធ្វើជាតកងឡានក្នុងក្រុមហ៊ុនមួយខែបាន8000អាចរកបានច្រើនជាងការដឹកជញ្ជូនទៅទៀតយកជំនាញកំឡុងនេះគឺជាអាកប្បកិរិយាស្អីទៅប្រធានហ៊ូដូចជាលើកដំកើងគេពេកហើយ
លោកធ្វើជាអ្នកដឹកជញ្ជូនសូម្បីតែរកលុយមួយជីវិតក៏កន្លះខ្លួនបានផងប្រធានហូលោកយកមនុស្សដែលមានតែតទៅលោកទៅក្រុមហ៊ុនបែបនេះយេអ៊ីមីនគេដឹងទេ យេអ៊ីមីនគឺជាឈ្មោះរបស់ប្រធានក្រុមហ៊ុនយើងអ្នកដឹកជញ្ជូនដោយឯងហៅបានដែរអី ខ្ញុំក្រឆ្ងល់អ្នកណាមានភាពក្លាហានឲ្យលោកចាត់ការគ្រប់យ៉ាងដោយមិនតាមច្បាប់ក្រុមហ៊ុន